សួស្តីមិត្តភក្តិបងប្អូនទាំងអស់គ្នាលើកនេះដែរខ្ញុំសូមនិយាយបន្តពីរឿងដែលខ្ញុំនិយាយថាខ្ញុំបានអានសៀវភៅមួយទាក់ទងនឹងពីរឿងស្នេហារបស់បណ្ឌិត Chapman ដែលសៀវភៅគាត់មានចំណងជើងថា Five Love Language ខ្ញុំសូមរំលឹកពីលើកមុនបន្តិចដែរថាមនុស្សយើងម្នាក់ៗដូចមានធុកផ្ទង់ដូចមានធុងមួយដាក់តាមខ្លួនអញ្ចឹងធុងហ្នឹងសម្រាប់បំពេញនៅសេចក្តីស្រឡាញ់កាលណាតែធុងនឹងអស់សេចក្តីស្រឡាញ់វាដូចជាអស់អន្តរៈពេលហ្នឹងមនុស្សចាប់ដើមលែងស្រឡាញ់ដោយសារដូចយើងឡានយើងអញ្ចឹងយើងចាក់សាំងអញ្ចឹងទៅបានយើងមានយើងមានធម៌ពលធ្វើអាចបច្ឆេះឡានទៅមុខបានហើយមនុស្សក៏អញ្ចឹងដែរដល់ពេលណាមួយយើងអត់បានពេញឲ្យគ្នាទៅយើងចាប់ដើមណាយចិត្តពីគ្នាយើងឈប់ស្រឡាញ់គ្នាទៅឈានទៅដល់ការបែកបាក់សង្សារមួយគ្នាក៏ដូចគ្នាចឹងដែរហើយទៅមនុស្សម្នាក់ៗហ្នឹងវាលក្ខណៈថាអន្តរៈដែលទុកហ្នឹងវាខុសៗគ្នាដូចឡានអញ្ចឹងយើងមើលមានឡានខ្លះប្រើសាំងឡានខ្លះប្រើមស៊ុតអញ្ចឹងមនុស្សយើងក៏ដូចគ្នាអញ្ចឹងដែរសកម្មភាពឬក៏ទង្វើដែលយើងបង្ហាញពីក្តីស្រឡាញ់របស់មនុស្សហ្នឹងវាអត់ដូចគ្នាអញ្ចឹងពេលខ្លះមនុស្សពីរនាក់ដូចថាបរោះហ្នឹងគាត់គិតថាអញ្ចឹងគឺគាត់ពេញចិត្តភាសាស្នេហារបស់គាត់អន្តរៈដែលគាត់ទទួលសម្រាប់បំពេញធុងនៃសេចក្តីស្រឡាញ់របស់គាត់គឺបែបហ្នឹងប៉ុន្តែពេលខាងនារីគាត់ផ្សេងអញ្ចឹងគាត់ធ្វើហ្នឹងគឺគាត់ធ្វើតម្រូវខ្លួនគាត់ព្រោះគាត់ថាគាត់ធ្វើអញ្ចឹងគឺបើសិនជាគេធ្វើដាក់គាត់អញ្ចឹងគឺគាត់ពេញចិត្តអញ្ចឹងគាត់ទៅធ្វើសកម្មភាពហ្នឹងទៅជាមួយនារីហ្នឹងប៉ុន្តែពេលនារីហ្នឹងគាត់មិនមែនអញ្ចឹងផងគាត់មិនមែនចង់និយាយថាអន្តរៈនារីហ្នឹងមកស៊ុតដល់ខាងបរោះហ្នឹងសាំងដល់ពេលបរោះគាត់ថាដាក់សាំងទៅដើរទៅគាត់ទៅចាក់សាំងមានណាវាអត់ដើរហ្នឹងវាខុសវាធ្វើឲ្យឆេះខូចអញ្ចឹងទៅវាឈានទៅដល់ការបែកបាក់ហើយខាងនារីក៏ចឹងដល់ពេលគេអត់ដាក់មស៊ុតឲ្យដាក់សាំងឲ្យគាត់គិតថាខាងគេហ្នឹងឈប់ស្រឡាញ់គាត់ហើយអត់ពេញគ្នាដល់យូរចាប់ដើមអន់ចិត្តមួយគ្នាឈានដល់បែកគ្នាអញ្ចឹងខ្ញុំសូមលើកយកនិយាយពីគេហៅថាប្រភេទអន្តរៈទី1ឬក៏ភាសាស្នេហាទី1ហ្នឹងតាក់ទងទៅនឹងការប្រើប្រាស់ពាក្យសម្ដីអ្នកខ្លះគាត់ sensitive ខ្លាំងណាតាក់ទងទៅនឹងសម្ដីជាមួយខ្ញុំឧបមាមួយចុះការមុតពេលនៅតាក់ទងគ្នាធ្វើសង្សារមួយគ្នាអញ្ចឹងទៅចេះនិយាយទៅសារអញ្ចឹងទៅឃើញស្លៀកពាក់ស្អាតសារថងអូនស្អាតអញ្ចឹងទៅឃើញបកាយអញ្ចឹងអូនឆ្លាតណាអញ្ចឹងបងសង្ហាណាទៅមានអារម្មណ៍សុបាយចិត្តថាដៃគូស្រឡាញ់ហើយដល់ពេលបានគ្នាជាប្តីប្រពន្ធគិតថាពាក្យអស់ហ្នឹងវាអត់សំខាន់ទៅក៏ឈប់និយាយដល់ពេលឈប់និយាយទៅមានអារម្មណ៍ថាឈប់ស្រឡាញ់គ្នាអញ្ចឹងណាចឹងមិនថាអានឹងតាក់ទងពាក្យសម្ដីហ្នឹងវាអាចជាការសរសើរជាការនិយាយលើកទឹកចិត្តអីចឹងជាការឃើញធ្វើការងារថ្ងៃណាហត់អីចឹងយើងអាចនិយាយសរសើរគាត់ថាថ្ងៃហ្នឹងធ្វើការងារបានល្អថ្ងៃហ្នឹងតែងខ្លួនបានស្អាតអីចឹងទៅគាត់មានអារម្មណ៍ថាដៃគូគាត់ហ្នឹងគឺស្រឡាញ់គាត់បានសរសើរព្រោះគាត់គេហៅថាអន្តរៈគាត់ហ្នឹងគឺត្រូវនឹងពាក្យសរសើរហ្នឹងអញ្ចឹងដាក់ចូលទៅឡើងភពវាពេញហ្មងអញ្ចឹងក្តីស្រឡាញ់គឺស្រឡាញ់ទៅស្រឡាញ់មកខ្លាំងហ្មងសារអញ្ចឹងទៅនិយាយយល់ចិត្តដូចថាឃើញការទុកអីចឹងទៅយើងទៅនិយាយលួងលោមអីចឹងទៅអាហ្នឹងក៏ត្រូវដែរអាចจะមើលខ្ញុំនិយាយថាសរសើរនិយាយលើកទឹកចិត្តលួងលោមរួចពេលនិយាយហ្នឹងអាចគេហៅថាពេលនិយាយគ្នាអាចយកចិត្តទុកដាក់ស្ដាប់ពេលគាត់និយាយមកហ្នឹងក៏បង្ហាញនៃការភាពយកចិត្តទុកដាក់នៃការស្រឡាញ់ដែរហើយមួយទៀតគឺការបកកាយយកចាញ់ឈ្នះពេលខ្លះពេលមិនតាន់ទៅជាប្តីប្រពន្ធអីអ្នកខ្លះនៅអត់ដែរបកកាយយកចាញ់យកឈ្នះព្រោះខ្លាចមានគេថាទំនាស់ដល់ពេលអញ្ចឹងទៅទំនាក់ទំនងល្អមួយគ្នាដល់ពេលមួយលេងយើងទៅបកកាយយកចាញ់យកឈ្នះមួយគ្នាអញ្ចឹងទៅវាធ្វើឲ្យអាក្តីស្រឡាញ់គឺវាធ្លាក់ចុះអញ្ចឹងបកកាយដល់ពេលអ្វីដែលយើងគួរកុំរិះគន់អត់ត្រូវរិះគន់ទេតែរិះគន់ព្រោះគាត់ sensitive លើសម្ដីកាលណាតែយើងរិះគន់គឺឆប់អន់ចិត្តខ្លាំងមែនតើហ្មងហើយមួយទៀតនិយាយរបៀបច្បាយរបៀបកូនចៅដូចថាឧបមាណាលេងអានតែខ្លួនឯងជាប្តីរលួយបានអញ្ចឹងទៅអ្នកចំគ្រួសារនិយាយមួយប្រពន្ធចាត់ទុកប្រពន្ធនឹងដូចរបៀបថាជាខ្ញុំបង្ងើរបស់ខ្លួនឯងជាកូនចៅដូចរបៀបនៅកន្លែងធ្វើការធ្លាប់មានកូនចៅប្រើលិចប្រើកាត់មកផ្ទះប្រើប្រពន្ធប្រើអីប្រពន្ធនឹងគាត់ sensitive ខ្លាំងគាត់ខឹងគាត់មានកំហឹងគាត់មានអារម្មណ៍ថាប្តីនឹងអត់ស្រឡាញ់តែពុកប្តីនឹងមិនមែនអត់ស្រឡាញ់ទេប៉ុន្តែជាការអត់យល់អញ្ចឹងដូចខ្ញុំនិយាយថាអត់យល់ថាគាត់ជាប្រភេទមនុស្សអន្តរៈសេចក្តីស្រឡាញ់របស់គាត់ហ្នឹងគឺរស់ក្នុងពាក្យសម្ដីដល់ពេលនិយាយប្រើពាក្យអីគាត់អញ្ចឹងគាត់មានអារម្មណ៍ថាមិនស្រឡាញ់គាត់អញ្ចឹងទៅកុំរិះគន់កុំតំណាក់តំណងគ្នារបៀបច្បាយនឹងកូនចៅអាហ្នឹងក៏កុំដែរហើយមួយទៀតកុំប្រើអាចលើកជាសំណូមពរសរសើរព្រោះអ្នកដែល sensitive នឹងសម្ដីយើងប្រើនឹងដល់អត់ធ្វើហ្មងប៉ុន្តែបើសិនជាគាត់ធ្វើអីមួយហើយយើងសរសើរលើកក្រោយគាត់ធ្វើទៀតហ្មងហើយទៅអាចទៅធ្វើកិច្ចការផ្សេងទៀតបានទៀតដើម្បីទទួលបានភាពសរសើរពីព្រោះគាត់រស់ក្នុងភាពសរសើរហ្នឹងអាក្តីស្រឡាញ់របស់គាត់ម្នាក់ណាក៏ត្រូវការសេចក្តីស្រឡាញ់ដែរមនុស្សលើផែនដីហ្នឹងអញ្ចឹងដើម្បីចង់បានអាសេចក្តីសរសើរហ្នឹងគាត់នឹងខិតខំធ្វើកាន់តែល្អជាងមុនទៀត
chẳng mình thà hối đọc bây đăng tha ở vậy đại chia cả hai tha bị sai sầm đấy mỗi na đại bị sai trên kế bị thi xã cứ dưng ai phở nấu nhưng ai vậy tha ở lối bị na đại vậy tới thời cọt sờ bả chật trên kế úp mà tha bị cọt tay khuôn hào chẳng tới ai xài cọt ta ngày nắng ôn tay khuôn xã đó rồi có bong tay khuôn bàn xã đó ai còn ấy xóm nhưng ai cọt ra tục thập bị na để cọt trâu chật hỏi tới chừng nào mơ tha vậy tới việc protocam feedback មកវិញល្អអញ្ចឹងថ្ងៃក្រោយយើងអាចប្រើប៉ុន្តែការប្រើហ្នឹងសំខាន់ផុតគឺចេញពីទឹកចិត្តចេញពីបេះដូងហ្មងកាលណាតែយើងនិយាយលក្ខណៈអត់ចេញពីបេះដូងចេញវាលក្ខណៈតែវាថាឌឺដងអីអាហ្នឹងអត់ប្រយោជន៍ទេវាបានតែបង្កក្តីកំហឹងបន្តទៅទៀតបាទឥឡូវខ្ញុំសូមរំលឹកឡើងវិញភាសាស្នេហាទី1ឬក៏អន្តរៈសម្រាប់ប្រភេទទី1ហ្នឹងគឺពាក្យសម្ដីបាទហើយទៅពាក្យសម្ដីខ្ញុំបានបញ្យល់លើកពីមុនហើយគឺការប្រើប្រាស់ពាក្យសម្ដីអញ្ចឹងត្រូវចេះយល់ពីការប្រើប្រាស់ពាក្យសម្ដីចំពោះប្រភេទមនុស្ស sensitive នៅសល់4ទៀតឥឡូវខ្ញុំទៅលើកមួយឯប៉ុន្តែដោយសារតែពេលវេលាវាច្រើនពេកខ្ញុំនឹងថតបន្តទៀតអញ្ចឹងវាអាចនៅសល់4 clip ទៀតទាំងអស់វាមាន5បាទអញ្ចឹងសូមបញ្ចប់ត្រឹមហ្នឹងណា